អូហើយយកសរសេរទាំងអស់គ្នាខ្ញុំសិត B ឬសលេងខ្ញុំទៀតអីអញ្ចឹងហ្នឹងគឺខ្ញុំមកបន្តសេះរឿងរបស់យើងបន្តទៀតប៉ុន្តែមុននឹងចូលទៅដល់វីដេអូនោះខ្ញុំសូមពឹងចិត្តគ្នាយើងម្នាក់មួយកុំភ្លេចចូលទៅកាន់ server DC ខ្ញុំម្នាក់មួយផងព្រោះអី server ហ្នឹងគឺអាចនឹងដាក់រឿងចូលនៅក្នុងហ្នឹងលេងសប្បាយមួយគ្នាអីចឹងទៅហើយ link នៅក្នុង description check ខាងក្រោមហ្នឹងគឺឃើញហើយមួយវិញទៀតចំពោះភាគមុនអ្នកទាំងអស់គ្នាប្រហែលជារកអត់ឃើញព្រោះអីខ្ញុំបានផុសទៅកាន់ channel មួយទៀតអញ្ចឹងបើសិនជាចង់មើលអីអាចចូលទៅកាន់ channel ធំខ្ញុំទៅហើយ check ខាងក្រោមនឹងឃើញ channel ទូចចូលទៅមើលវីដេអូនឹងសិនហើយចាំមកមើលវីដេអូនេះវិញក៏បានដែរបន្តភាគមុនមកនឹងបាយីភ្ជាប់ផ្អើមមែនទែនព្រោះមិនដែលជួបសាច់សម្លែកណាមានចិត្តអញ្ចឹងនោះទេគេយល់ថាដោយសារតែបងវាស្លាប់បាត់ហើយអាសត្វមួយនឹងក៏វាលែងចូលរស់នៅបន្តទៀតដែរដើម្បីគោរពតាមបំណងចុងក្រោយរបស់វាបាយីក៏បានសម្រេចចិត្តយល់ព្រមតាមសំណើមួយនោះគេស្ទុះទៅមុខលឿនដូចជាព្យុះហើយកាប់មួយដៃយ៉ាងធ្ងន់ផ្ដាច់ខ្លួនអាមេកម្រិតឌីនោះជាពីរកំណាត់តែម្ដងនៅពេលអាសត្វចម្លាញ់នោះដាច់ចោលងាប់បាត់ភ្លាមនឹងប្រពន្ធក៏បញ្ជាក់ថាគេបានសម្លាប់មេកម្រិត20ឈ្មោះ Chiwaren បានសម្រេចនៅទទួលបាន2500ពិន្ទុបន្ថែមទៀតប៉ុន្តែប៉ុណ្ណោះគេក៏ទទួលបានរបស់កម្រិតខ្ពស់មួយទៀតគឺឈ្មោះបន្លាពលដែលជាវត្ថុធាតុដើមសម្រាប់ផលិតអាវុធធាតុផ្កាកម្រិត S ដ៏ខ្លាំងក្លាបាយីកាន់របស់ពណ៌ស្វាយនោះនៅក្នុងដៃហើយដកដង្ហើមធំដោយការធូរស្រាលការខំប្រឹងរបស់គេគឺមិនអត់ប្រយោជន៍នោះទេប្រព័ន្ធបានប្រកាសថាអ្នកចម្បាំងនុយក្លេអ៊ែររបស់គេឡើងដល់កម្រិត D ថ្នាក់លេខ15ហើយចំណែកឯថ្នាក់គ្រូធ្មប់ធាតុពពកនៅវិញក៏ឡើងដល់កម្រិត D លេខ13ដែរដោយសារតែមេធំងាប់អស់ហើយច្រកទ្វាររូងភ្នំពណ៌ក្រហមក៏បានបើកឡើងវិញអនុញ្ញាតឲ្យគេចេញប៉ុន្តែមុននឹងឈានជើងចេញស្រាប់តែមានផ្ទាំងស្ថានភាពថ្មីមួយបានលោតឡើងវាបង្ហាញថារបាធាតុផ្ការបស់គេគឺពេញហើយនេះមានន័យថាការភ្ជាប់ដឹងខ្លួនថ្មីមួយទៀតនឹងកាត់ឡើងម្ដងទៀតហើយបើយីភ្ជាប់ផ្អើលយ៉ាងខ្លាំងឃើញថាធម្មពលបបបេតងនិងផ្កាចម្រុះពណ៌ភ្លឺពេញខ្លួនតែលើកនេះគេនឹងខ្លាចទៅជាវិជ្ជាជីវៈអីគេទៅគេនឹកឃើញទៅដល់ការភ្ជាប់ដឹងខ្លួនពីលើកមុនបានវិជ្ជាជីវៈពណ៌ក្រហមដ៏ខ្លាំងអញ្ចឹងលើកនេះគេរំពឹងខ្ពស់ណាស់តែពេលប្រព័ន្ធបង្ហាញមកវាបែរជាដាក់ថាអ្នកក៏ហៅធាតុផ្កាថ្នាក់ A កម្រិត1ក្តីរំភើបរបស់គេក៏ប្រែជាការខកចិត្តភ្លាមព្រោះវាគ្រាន់តែជាវិជ្ជាជីវៈពណ៌ខៀវប៉ុណ្ណោះដែលទាបជាងអ្វីដែលគេរំពឹងទុកប៉ុន្តែមួយសន្ទុះក្រោយមកគេក៏ធ្វើចិត្តបានដោយគិតថាថ្នាក់អ្នកក៏ហៅមិនត្រូវការកម្លាំងកាយខ្លាំងពេកនោះទេគេក៏បើកមើលជំនាញសកម្មរបស់គេគឺកិច្ចសន្យាវិញ្ញាណផ្កាដែលអនុញ្ញាតឲ្យគេធ្វើកិច្ចសន្យាជាមួយនឹងព្រលឹងសត្វចម្លែកធាតុផ្កាដែលចាញ់ហើយបង្ខំឲ្យវាបម្រើគេចំណែកឯជំនាញអសកម្មវិញវាផ្កាដែលជួយឲ្យគេមើលឃើញព្រលឹងសត្វធាតុផ្កាដែលទើបនឹងងាប់ថ្មីពេលដែលអានចប់បាយីចាប់ផ្ដើមចាប់អារម្មណ៍ខ្លាំងឡើងគេដឹងថាសមត្ថភាពនេះខ្លាំងប៉ុណ្ណាគេឆ្ងល់ទៀតតើគេអាចធ្វើកិច្ចសន្យាយកព្រលឹងមេកម្រិត D ទាំងពីរដែលទើបនឹងសម្លាប់អំបញ្ញមិញនឹងមកធ្វើជាកូនចៅបានដែរឬទេដោយសារជំនាញវាផ្កាដំណើរការហើយគេក៏បានកលេចឃើញព្រលឹងពណ៌ខៀវភ្លឺផ្លេករបស់អាមេ Yavaren និង Tiwaren កំពុងតែអណ្ដែតនៅលើសាកសពរបស់ពួកវាទឹកមុខមើងម៉ាត់បាយីសម្រេចចិត្តមិនឲ្យឱកាសនេះកន្លងផុតនោះទេប្រព័ន្ធកលូតបានប្រាប់ថាគេកំពុងប្រើជំនាញកិច្ចសន្យាវិញ្ញាណផ្កាគេលុកដៃទៅរកព្រលឹងទាំងពីរទាំងញញឹមជឿជាក់ឬក៏បានបញ្ជាថាមកនេះមកក្នុងវងធម្មពលពណ៌ខៀវដ៏ខ្លាំងមួយព្រលឹងមេភ្លួទាំងពីរត្រូវបានស្រូបចូលមករកគេហើយប្រែកាឡាទៅជារូបរាងដើមដ៏ធំសម្បើមវិញឥឡូវនេះពួកវាបានខ្លាចទៅជាសត្វកោហៅថ្មីដែលស្មោះត្រង់នឹងគេហើយរូបភាពក៏បានកាត់ទៅដល់យប់ថ្ងៃសៅរ៍ម៉ោង6ល្ងាចដែលមានព្យុះភ្លៀងលីងសៀនឪពុករបស់បាយីខ្លួនប្រាណសាមជោគដៃកាន់កំបិតដើរនៅមុខអាគារផ្ទះដោយភ្នែកគឺពោពេញទៅដោយកំហឹងពេលបំរុងនឹងធ្វើសកម្មភាពទូរស័ព្ទក៏បានរោឡើងកាត់ចង្វាក់ឃាតកម្មរបស់វាបានលើកទូរស័ព្ទទាំងធុញទ្រាន់តែបាយីភ្ញាក់ផ្អើលពេលឮសំឡេងអធិការ Jen Jinwoo អធិការបានផ្ដល់ឱកាសពិសេសមួយគឺបបួលទៅញ៉ាំបាយល្ងាចជាមួយលោកនាយកសាលាហុងលៀងដែលនេះគឺជាច្រកផ្លូវឲ្យគេបានចូលទៅក្នុងសមាគមវិញលីងសៀនសប្បាយចិត្តខ្លាំងណាស់ហើយសន្យាថានឹងចាប់យកឱកាសនេះឲ្យបានមិនឲ្យរបូតឡើយដាក់ទូរស័ព្ទចុះទាំងញញឹមបិទមិនចិត្តវាប្រកាសថាថ្ងៃនេះជាថ្ងៃហេងតើដោយសារតែផែនការសងសឹកត្រូវបានពញាពេលសិនវាសម្រេចចិត្តថានឹងទៅរកប្រពន្ធវាសិនក្នុងន័យមិនល្អទាំងចិត្តគំនិតចង់សម្លាប់នៅតែមាននៅក្នុងខ្លួនពេលវាដើរចេញទៅចំណែកឯម្ដាយរបស់បាយីណូវិញគាត់បានដើរចេញពីផ្ទះមកឈរត្រាំភ្លៀងយ៉ាងខ្លាំងដើម្បីរកកូនដៃគាត់កាន់ត្បូងការពារជាប់នៅនឹងកហើយអារម្មណ៍ភ័យខ្លាចចេះតែបុកមកក្នុងខ្លួនចាប់តែមានសម្
ឡីមួយហៅគាត់ងាកទៅឃើញថាបាជីក៏បានកាន់ឆាត់នឹងថងមហូបឈរនៅទីនោះបាជីក៏បានសួរទៅកាន់ម្ដាយថាម៉េចក៏អ្នកម៉ែមកខាភ្លៀងធ្វើអីដំបូងគាត់ភ្ញាក់ប៉ុន្តែបន្ទាប់មកក៏បានធូរទ្រង់ពេលឃើញកូនមានសុវត្ថិភាពបាជីបានញញឹមតាមម្ដាយហើយបបួលមកត្រឡប់ទៅផ្ទះវិញពេលមកដល់ផ្ទះថ្មីមកអង្គុយសម្លឹងមើលខ្សែដៃថ្មីដ៏ស្អាតដែលកូនបានឲ្យគាត់នឹកឃើញសម្ដីកូនដែលបានកុហកថាមកយឺតព្រោះរវល់ទៅទិញកាដូឲ្យម្ដាយទឹកមុខគាត់ប្រែជាក្រៀមក្រំគាត់គិតក្នុងចិត្តថាទោះបីជាម៉ែមិននិយាយស្ដីប៉ុន្តែមិនមែនមានន័យថាម៉ែមិនដឹងថាកូនកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ដើម្បីម៉ែនោះទេត្រឡប់មកដល់ក្នុងផ្ទះបន្ទប់ម្នាក់វិញបាជីដេកគិតពីស្ថានភាពរបស់ខ្លួនឯងឥឡូវនេះគេមានវិជ្ជាជីវៈដល់ទៅ3គឺអ្នកចម្បាំងនុយក្លេអ៊ែរកម្រិតពណ៌បៃតងអ្នកកោហៅធាតុផ្កាកម្រិតពណ៌ខៀវនិងគ្រូធ្មប់ធាតុពពកកម្រិតពណ៌ក្រហមដ៏ខ្លាំងអេក្រង់ស្ថានភាពបានបង្ហាញថាថ្នាក់ប្រយុទ្ធសំខាន់ទាំងពីររបស់គេគឺគ្រូធ្មប់និងអ្នកចម្បាំងបានឡើងដល់កម្រិត D ហើយចំណែកឯថ្នាក់អ្នកកោហៅថ្មីគឺនៅត្រឹមតែថ្នាក់ E នៅឡើយទេបើទោះបីជាខ្លាំងប៉ុណ្ណឹងក៏ដោយក៏បាជីនៅតែមិនអស់ចិត្តដែរព្រោះគិតថានៅមិនទាន់គ្រប់គ្រាន់នៅឡើយគេនឹកឃើញដល់ពុករបស់គេឈ្មោះលីងសៀនគេបាននឹកគិតថាគាត់ជាប់គុកបាន10ថ្ងៃហើយអញ្ចឹងសល់តែ5ថ្ងៃទៀតនឹងចេញមកវិញប៉ុន្តែដោយសារតែដឹងចរិតកាចសាហាវរបស់ឪពុកបាជីសង្ស័យថាគាត់អាចនឹងត្រូវបានគេដោះលែងមុនកំណត់ក៏មិនដឹងដូច្នេះគេត្រូវតែត្រៀមខ្លួនឲ្យហើយព្រឹកថ្ងៃអាទិត្យបន្ទាប់បាជីកាន់តែតាំងចិត្តខ្ពស់មានពន្លឺពណ៌ក្រហមហុំព័ទ្ធខ្លួនគេបានសម្រេចចិត្តថាការពួនសង្ងំមិនមែនជាដំណោះស្រាយនោះទេគេត្រូវតែប្រឈមមុខដោះស្រាយបញ្ហាជាមួយនឹងឪពុកឲ្យចប់សិនទើបអាចបន្តដំណើរទៅមុខទៀតបានដោយសារតែប្រញាប់បាជីបានចំណាយពេល1ថ្ងៃពេញដើម្បីបុកហាត់ប្រព័ន្ធលោតប្រាប់ថាគេបានសម្អាតរូងភ្នំសម្ងាត់ចំនួន4យ៉ាងលឿនគឺកម្រិត E 3កន្លែងនិងកម្រិត D 1កន្លែងលុះដល់ល្ងាចថ្ងៃអាទិត្យគេបានឈរនៅមុខរូងភ្នំសម្ងាត់កម្រិត D មួយទៀតដែលគ្រោះថ្នាក់ជាងមុនហើយមិនដឹងអំពីកម្រិតច្បាស់លាស់ដឹងខ្លួនថាខ្លួនឯងសម្រាកមិនបាននោះទេហើយត្រូវតែឡើងដល់កម្រិត C ឲ្យបានលឿនបំផុតគេក៏បានដាច់ចូលទៅក្នុងដោយមិនស្ទាក់ស្ទើរយប់ថ្ងៃអាទិត្យគេក៏បានទទួលបានជ័យជំនះពន្លឺពណ៌ក្រហមនៅតែចេញពីខ្លួនគេពេលប្រព័ន្ធបញ្ជាក់ថារូងភ្នំកម្រិត D ត្រូវបានសម្អាតចប់សពគ្រប់គេបានឡើងកម្រិតម្ដងទៀតហើយគិតថាលើកក្រោយបើជួបឪពុកគេនឹងខ្លាំងជាងមុនមិនខានពេលកំពុងឈរគេមានអារម្មណ៍ថាមានអីប្លែកប្រព័ន្ធលោកប្រាប់ថាគេទទួលបានងារថ្មីគឺជាអ្នកក្លាហានតែម្នាក់ឯងដោយសារតែបានសម្អាតរូងភ្នំចំនួន10ដែលមានកម្រិតស្មើឬក៏ខ្ពស់ជាងខ្លួនងារនេះគឺជាសញ្ញានៃភាពក្លាហាននិងជាការត្រួសផ្លូវដើម្បីដោះសោពំអ្នកក្លាហាននៅថ្ងៃអនាគតបាជីបានត្រឹមសម្លឹងមើលសារនោះទាំងឆ្ងល់ថាតើវាមានន័យដូចម្ដេចទៅព្រឹកថ្ងៃច័ន្ទទី1ខែមិថុនានៅសាលាគ្រូប្រចាំថ្នាក់បានប្រកាសលទ្ធផលប្រឡងសាកល្បងយ៉ាងរំភើបគាត់ប្រកាសយ៉ាងមោទនភាពថាមានសិស្ស2នាក់គឺបាយីនិងឈីអានទទួលបានពិន្ទុខ្ពស់ជាងគេលេខ1និងលេខ2ក្នុងសាលាទាំងមូលគាត់បន្ថែមថាបន្ទាប់ពីត្រួតពិនិត្យយ៉ាងច្បាស់លាស់បាយីទទួលបានពិន្ទុខ្ពស់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់សាលាតែម្ដងដំណើរនេះធ្វើឲ្យឈីអានមុខឡើងក្រហមដោយក្តីសប្បាយរីករាយចំណែកឯបាយីនៅតែរក្សាទឹកមុខស្មើនិងស្ងប់ស្ងាត់ដដែលដោយសារតែធ្វើបានល្អបែបនេះលោកគ្រូបានប្រាប់បន្តថាអ្នកទាំងពីរមានសិទ្ធិគ្រប់គ្រាន់ដើម្បីទៅចូលរួមជំរំហ្វឹកហាត់ពិសេសបន្ទាប់មកគាត់បានប្រាប់រង្វាន់ធំជាងនឹងទៅទៀតដោយសារតែបាយីបានបំបែកត្រាបានបន្ទុកខ្ពស់ពេកពួកគាត់ទាំងពីរនឹងទទួលបានឱកាសពិសេសបានទៅជួបជាមួយនឹងព្រះដ៏កម្រទៀតផងខណៈដែលបាយីនៅស្ងៀមសពផ្សេងទៀតក៏បាននាំគ្នាភ្ជាប់អើនឹងច្រណែនយ៉ាងខ្លាំងសិស្សម្នាក់បានស្រែកឡើងដោយមិនចង់ជឿថាបានជួបជាមួយនឹងព្រះគឺជាកិត្តិយសដ៏ធំធេងណាស់សូម្បីតែបូជាចារ្យជាន់ខ្ពស់ក៏មិនងាយបានជួបផងប៉ុន្តែសម្រាប់បាយីវិញគេចាត់ទុកថានេះគឺជាឱកាសមួយហើយមិននឹកស្មានដល់នោះទេគេគិតថានេះគឺជាផ្លូវកាត់ដែលអាចជួយឲ្យគេជួបជាមួយនឹងក្រុមព្រះដែលធ្លាប់ក្បត់គេកាលពីជាតិមុនបានលឿនជាងការរំពឹងទុកមិត្តភ័ក្តិម្នាក់ទៀតពុជរំភើបចិត្តពេកមកចាប់ដៃបាយីយំហើយអង្វរថាបើល្បីហើយកុំភ្លេចគ្នាណាចំណែកស្ពេចអណោវិញក៏បានឈមមើលទៅញញឹមដោយមោទនភាពហើយប្រាប់ថាអញដឹងយូរហើយថាឯងនឹងមានវាសនាល្អមិនខានឥឡូវចឹងមែនកាត់ទៅដល់ការិយាល័យនាយកសាលាលោកនាយកហុងលៀងកំពុងនិយាយជាមួយនឹងក្មួយប្រុសគាត់គឺហុងក៏បានសួរថាហេតុអីបានជាឯងបដិសេធមិនទៅជំរុំវឹកហាត់នេះគឺជាឱកាសដ៏កម្រណាស់ដើម្បីបានទៅជួបជាមួយនឹងឪពុកឯងផងហុងក្តាប់ដៃជាប់ហើយប្រកែកចង់ដែលហង្ការថាដោយសារតែខ្ញុំប្រឡងបានលេខ3ទេអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំមិនស័ក្តិសមនឹងទទួលបានសិទ្ធិទៅទេខ្ញុំធុញនឹងពាក្យគេថាខ្ញុំពឹងតែបារមីឪពុកណាស់ខ្ញុំចង់បង្ហាញតម្លៃខ្លួនឯងឲ្យគេឃើញវិញនាយកហុងលៀងពេញចិត្តនឹងចរិតរឹងមាំរបស់ក្មួយគាត់ណាឆ្លើយឱកាសនោះហុងក៏សុំរឿងមួយសុំ
ពូរបស់គេឲ្យអនុញ្ញាតឲ្យគេចូលទៅហាត់នៅក្នុងរូងភ្នំសម្ងាត់កម្រិត D ដែលបិទជិតនៅភ្នំខាងក្រៅសាលាលោកនាយកភ្ញាក់ព្រឺតព្រោះវាគ្រោះថ្នាក់ណាស់តែដោយឃើញហងវាតាំងចិត្តចង់ខ្លាំងដោយខ្លួនឯងគាត់ក៏ពិចារណាសិនងាកមកមើលការិយាល័យនាយកធំម្នាក់វិញអាសិស្សច្បងសេលីងកំពុងលុតជង្គង់អង្វរពូរបស់វានាយកធំឈ្មោះហ៊ុយយុងឈីងយ៉ាងអស់សង្ឃឹមវាទទូចសុំទៅជំរងហ្វឹកហាត់ដែរដោយយកលេសថាជាអ្នកបន្តវេនត្រកូលប៉ុន្តែលោកនាយកធ្វើមុខកាចហើយស្ដីឲ្យថាឯងធ្វើអីមិនចេះគិតមិនក៏ឯងហ៊ានលួចបន្ថែមធម្មពលឲ្យសត្វចម្លែកទៅវាយសិស្សប្អូនថ្នាក់ទី11ក្នុងពេលប្រឡងបែបនេះអសលុយនោះភ័យនិយាយលេងចេញរកលេសមិនឃើញលោកនាយកកំបន់ទះតុកភងស្រែកថាថ្នាក់លើមិនមែនល្ងងទេគេដឹងអស់ហើយមកពីខ្ញុំជាពួកឯងនឹងជួយការពារទើបឯងមិនត្រូវបានគេបណ្ដេញចេញអសលុយភ័យញ័រខ្លួនហើយលុតជង្គង់សុំទោសតែទឹកភ្នែកព្រមទទួលកំហុសលោកនាយកសម្លឹងមកវាដោយភ្នែកកាចរួចបញ្ជាឲ្យក្រោកឈរគាត់ដើរមកក្បែរហើយប្រាប់ដំណឹងចុងក្រោយថាទង្វើឈួតឆ្កួតរបស់ឯងធ្វើឲ្យមានរឿងធំហើយឥឡូវនេះថ្នាក់លើចាប់អារម្មណ៍លើឈ្មោះបាជីខ្លាំងណាស់ព្រោះគេរីកចម្រើនលឿនពេកគួរឲ្យសង្ស័យដោយសារតែរឿងនឹងហើយទើបព្រះផ្ទាល់បានស្នើសុំជួបបាជីដោយផ្ទាល់តែម្ដងអញ្ចឹងយកជាមួយភាពបន្តទៀតថានឹងទៅជាយ៉ាងណាអរគុណច្រើនទាំងអស់គ្នាហើយមួយវិញទៀតកុំភ្លេចចូលក្រុម DC ម្នាក់មួយផងតែអត់ចូលខ្ញុំអត់ជួយរឿងឲ្យមើលទេហើយក៏ប្រហែលជាអត់មានរឿងដែរព្រោះខ្ញុំអាចនឹងផុសនៅក្នុង DC របស់ខ្ញុំអ្នកគ្នាមានអាចចូលទៅបើសិនជាអត់មានក៏បង្កើត plate ទៅចូលទៅម្នាក់មួយពីរទៅបាទអរគុណច្រើនវាមានពិបាកនោះទេបាយបាយជួបគ្នានៅក្នុងភាគបន្តទៀត